ទូការអាណិតអ្នកនាងលហ្វរីយ៉ាក្រោយឃើញរូបថតស្លៀកពាក់សម្លៀកបំពាក់អ្នកទោសស្រាប់តែលោកពេជ្រស្រស់លើកឡើងថាច្បាប់គឺច្បាប់ប៉ុន្តែនៅក្នុងរយៈពេលប្រមាណថ្ងៃនេះឃើញបងប្អូនជាច្រើនមានការបង្ហោះរូបថតអ្នកនាងឆេងសេរីរ័ត្នហៅលហ្វរីយ៉ាហើយអ្នកខ្លះថានាងត្រូវបានដោះលែងតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្ដាលក៏ត្រឹមថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នាងលហ្វរីយ៉ាមិនទាន់បានដោះលែងពីពន្ធនាគារនោះឡើយសម្រាប់រូបភាពរបស់នាងដែលស្លៀកពាក់ខោអាវអ្នកទោសនោះគឺមន្ត្រីអនុរិយពន្ធនាគារនាំនាងមកពិនិត្យសុខភាពនៅមន្ទីរពេទ្យដោយមានការអនុញ្ញាតពីតុលាការនេះបើតាមការលើកឡើងរបស់គណនីឈ្មោះសុនសុភ័ក្រអ្នកនេះដែលបានបន្តទៀតថាសូមជូនពរទាំងម្ដាយនិងកូនក្នុងផ្ទៃមានសុខភាពល្អរឹងមាំក្រោយពេលសមត្ថកិច្ចចាប់ខ្លួនគាត់បានមួយសប្តាហ៍ទើបដឹងថាគាត់មានផ្ទៃពោះសូមបញ្ជាក់ថាអ្នកនាងឆេងសេរីរ័ត្នហៅលហ្វរីយ៉ាត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តកណ្ដាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅថ្ងៃទី15ខែសីហាឆ្នាំ2025ក្រោយតំណាងអัยការសម្រេចចោទប្រកាន់ចំនួន2បទល្មើសរួមមានញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាតនិងធ្វើឲ្យខូចទឹកចិត្តកងទ័ពការចាប់ខ្លួនអ្នកនាងធ្វើឡើងបន្ទាប់ពីអ្នកលក់លេដ៏ល្បីឈ្មោះរូបនេះប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់បំបាក់ទឹកចិត្តកងទ័ពនិងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃនិងការប្រើប្រាស់ផលិតផលថៃមហាជននៅក្នុងបណ្ដាញសង្គម Facebook ផ្ទុះការអាណិតទៅលើអ្នកនាងលហ្វរីយ៉ាបន្ទាប់ពីឃើញនៅរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមដែលមានការស្លៀកពាក់សម្លៀកបំពាក់ជាអ្នកទោសហើយស្ថិតនៅក្នុងស្ថានភាពមានទម្ងន់ផងដែរនោះពាក់ព័ន្ធនឹងករណីនេះឯកឧត្តមពេជ្រស្រស់បានលើកឡើងថាច្បាប់គឺច្បាប់ប៉ុន្តែរឿងខ្លះច្បាប់ក៏មានគុណធម៌ផងដែរចំពោះករណីរបស់អ្នកនាងលហ្វរីយ៉ាសូមសម្ដេចទាំងទ្វេពិចារណាស្នើដល់តុលាការឲ្យគាត់បាននៅក្រៅឃុំដើម្បីថែរក្សាកូនក្នុងផ្ទៃព្រោះអំពើខុសឆ្គងរបស់គាត់មិនមែនជាចារកម្មឲ្យស្ត្រីទេអ្វីដែលគួរសណ្ដោសប្រោសប្រណីបានសូមលើកលែងខ្លះទៅអាសូរកូនក្នុងផ្ទៃដែលគ្នាមិនដឹងអីនៅថ្ងៃដដែលនេះគឺថ្ងៃទី23កុម្ភៈ2026នេះលោកពេជ្រស្រស់បានបន្តទៀតថានេះជាលើកទី1ដែលខ្ញុំស្នើសូមសម្ដេចគតិប្រិទ្ធបរិទ្ធប៊ុនរ៉ានីហ៊ុនសែនសូមសម្ដេចគតិមេត្តាប្រោសប្រណីនាងលហ្វរីយ៉ាស្នើដល់តុលាការឲ្យនាងបាននៅក្រៅឃុំផងចុះដើម្បីឲ្យនាងបានថែទាំកូននៅក្នុងផ្ទៃ